មកកូនជួបជាមួយលោកគ្រូទៀតហើយណាកូនបើកសៀវភៅភាសាខ្មែរថ្នាក់ទី2ទំព័រទី87ពេលកូនបើកហើយកូនត្រៀមអានជាមួយលោកគ្រូឲ្យខ្លាំងទាំងអស់គ្នាណាកូនតោះចាប់ផ្ដើមមេរៀនទី51ចំការរបស់ជីតាខ្ញុំអំណានជីតាខ្ញុំមានចំការមួយនៅក្រោយផ្ទះគាត់ដាំដំណាំហូបផ្លែនិងបន្លែគ្រប់មុខដូចជាឪឡឹកត្រសក់ល្ពៅជីស្លឹកគ្រៃជាដើមពេលទំនេរខ្ញុំជួយដកស្មៅពូនគល់និងស្រោចទឹកដំណាំជីដូនខ្ញុំសប្បាយចិត្តណាស់ព្រោះឃើញខ្ញុំចូលចិត្តធ្វើការងារគាត់មានប្រសាសន៍ថាខ្ញុំឧស្សាហ៍ដូចជីតាខ្ញុំដែរខ្ញុំពេញចិត្តនឹងចំការជីតាខ្ញុំណាស់ព្រោះវាផ្ដល់ផលប្រយោជន៍ដល់គ្រួសារខ្ញុំហូបចុកបានគ្រប់គ្រាន់ការរៀនពាក្យកអំណានពាក្យឧស្សាហ៍ប្រសាសន៍